តោះថ្ងៃនេះទៅដើរលេងកពតមើលល្ងាចជាមួយខ្ញុំនិយាយពីថាបានថ្ងៃនេះ stress ជុំនិយាយអីបើមិនបានទៅលេងកពតខែហ្នឹងទេអារម្មណ៍វាជានៅអត់សោះហើយខ្ញុំក៏បានកក់សបុតឡានតាមរយៈក្រុមហ៊ុន e-booking ជាប្រភេទឡានក្រុងមានគេអញ្ចឹងតម្លៃសបុតខ្ញុំកក់ហ្នឹងមួយសបុតដូចជា$9ហើយបើអ្នកនរគ្នាចង់ទៅលេងកពតអត់ចង់ចំណាយច្រើនទេយើងអាចជិះជាប្រភេទឡានវែងក៏បានដែរខ្ញុំឃើញគេ promotion សល់តែ$5តម្លៃពីពេញទៅកពតយើងទិញពីសបុតគេ free បវលកងយក9នេះទៀតហើយនេះជាសាខារបស់គេនៅខាងកពតហើយជាប់នឹង ABA ហើយនឹង Cafe Corner កណ្ដាលក្រុងកពតហ្នឹងតែម្ដងកពតភ្លាមអីដែលត្រូវធ្វើមុនគេនោះគឺមករកម៉ូតូជួលនឹងឯងហើយក៏ជិះឆ្វែមកជុំទៅរកអីញ៉ាំអញ្ចឹងញ៉ាំកាទៀវនៅមុខមន្ទីរសុខាភិបាលខេត្តកពតកាទៀវនេះមួយចាន10000ថ្លៃគួរសមដែរណាតែឆ្ងាញ់សាច់ច្រើនចេញពីហ្នឹងក៏ទិញម៉ូតូងោងជិះទៅខាងកែបម្ដងជិះប្រហែលជាកន្លះម៉ោងឯហ្នឹងទៅដល់ហើយលេងហាងកាហ្វេមកកន្លែងនេះជាប់មាត់សមុទ្រនេះនិយាយទៅ view the best ហ្មងកន្លែងហ្នឹងមកអង្គុយឈៀលថតរូបលេងក្បែរមាត់សមុទ្រអែមហើយហាងកាហ្វេមកកន្លែងនេះក៏ស្អាតដែរកន្លែងមកគេមានឈ្មោះថាចំណតកាហ្វេអត់ឆ្ងាយពីកាហ្វេមិញបានតែជិះតែ2-3នាទីដល់ហើយនេះជាប់មាត់សមុទ្រដូចគ្នាមានម្លប់មានអីមានលក់ជា drink មានលក់ជាម្ហូបបាយថ្ងៃត្រង់អីចឹងចឹងមកថាមកលេងកែបអីអាចចូលហាងកាហ្វេនេះបាននិយាយទៅ drink មកគេធូរថ្លៃមែនតើកែវដូចជា2-3រៀលឯហ្នឹងដល់ពេលល្ងាចនេះក៏មកសាកភ្លក់ burger ដែលគេល្បីតាម TikTok យើងរបស់គេរៀងច្រើនអញ្ចឹងយើងកំងអីអាចចាំយ៉ាងយូរតិចហើយអីទេសំខាន់ burger គេឆ្ងាញ់ដាក់ម៉ាត់មកជាតិហ្មងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងត្រូវការមកលេងខេត្តកពតអីអាចកត់សបុតតាម e-booking បានតាមរយៈ app ឬក៏លេខទូរស័ព្ទនៅខាងក្រោម